ប្រាច់ជីកហ្វូណនជាផ្លូវដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជានឹងអាចនាំទំនិញទៅកាន់ទីផ្សារពិភពលោកដោយខ្លួនឯងមិនចាំបាច់ពឹងវៀតណាមនៅពេលពេញតំបន់ទំនាបនៃដីសណ្ដរបស់ប្រទេសកម្ពុជាគម្រោងផ្លូវទឹកជាប្រវត្តិសាស្ត្រមួយកំពុងត្រូវបានគូសវាសនិងជីកខ្វាត់ខ្វែងតម្រង់បាញ់ឆ្ពោះទៅកាន់លំហសមុទ្រនេះមិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធម្មតាដែលមានតម្លៃ$1.7 លានអាមេរិកនោះទេប៉ុន្តែវាគឺជាមហិច្ឆតាដ៏ធំបំផុតរបស់កម្ពុជាក្នុងការកែប្រែទីតាំងយុទ្ធសាស្ត្រនៅលើផែនទីពាណិជ្ជកម្មនិងសេវាកម្មភស្តុភារកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទំនិញនាំចេញនាំចូលភាគច្រើនរបស់កម្ពុជាត្រូវបង្ខំចិត្តធ្វើដំណើរតាមប្រព័ន្ធទន្លេមេគង្គរួចឆ្លងកាត់កំពង់ផែសមុទ្ររបស់ប្រទេសវៀតណាមផ្ដើមចេញពីការពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធក្រៅព្រំដែនបែបនេះទើបកម្ពុជាសម្រេចចិត្តបង្កើតច្រកផ្លូវទឹកផ្ទាល់ខ្លួនដើម្បីក្តាប់ជោគវាសនាសេដ្ឋកិច្ចតើប្រជិកថ្មីនេះអាចផ្លាស់ប្ដូរជញ្ជីងភស្តុភារកម្មនិងទិដ្ឋភាពភូមិសាស្ត្រនយោបាយក្នុងតំបន់បានកម្រិតណាប្រជិកហ្វូណនដេជោស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជាដោយត្រូវបានរចនាឡើងមានប្រវែង180គីឡូម៉ែត្រភ្ជាប់ពីប្រព័ន្ធទន្លេទៅកាន់សមុទ្រនិងមានទទឹងទំហំ100ម៉ែត្រនិងជម្រៅ5.4ម៉ែត្រដែលអនុញ្ញាតឲ្យនាវាផ្ទុកទំនិញធុនធ្ងន់រហូតដល់3000តោនអាចធ្វើដំណើរត្រង់ទៅកាន់សមុទ្រដោយមិនបាច់ឆ្លងកាត់ដែនទឹកវៀតណាមឡើយសូមជម្រាបថាគម្រោងប្រជិកនេះបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ2024ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ2028គម្រោងនេះរួមបញ្ចូលទាំងប្រព័ន្ធសន្ទះបិទបើកទឹកដើម្បីរក្សាកម្រិតទឹកទ្វារទឹកសម្រាប់កែសម្រួលលំហូរទឹកស្ពានរំលងព្រែកផ្លូវអមសងខាងប្រជិកនិងមជ្ឈមណ្ឌល Logistics និងភស្តុភារកម្មគេនៅចាំបានថាកិច្ចការដំបូងគឺការវាស់វែងដីធ្លីនិងការទូទាត់សំណងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅនិងធ្វើកសិកម្មតាមបណ្ដោយខ្សែប្រជិកនេះវិស្វករអះអាងថាមិនអាចជីកជម្រៅជ្រៅក្នុងពេលតែមួយបានទេដូច្នេះគេត្រូវបែងចែកជាផ្នែកនិងជីកជាស្រទាប់នៅក្នុងតំបន់ដីទំនាបដែលមានទឹកក្រោមដីនិងភក់ជ្រៅក្រុមវិស្វករត្រូវជីកប្រឡាយបង្ហូរទឹកបណ្ដោះអាសន្ននិងប្រើប្រាស់ម៉ាស៊ីនបូមទឹកដើម្បីការពារកុំឲ្យជញ្ជាំងប្រជិកបាក់ស្រុនឬក្លាយជាវាលភក់សម្រាប់ការវិភាគនិងវឌ្ឍនភាពគម្រោងនេះអាច3ដំណាក់កាលធំដំណាក់កាលទី1ចន្លោះឆ្នាំ2024ដល់ឆ្នាំ2026គឺជាដំណាក់កាលធ្ងន់ធ្ងរជាងគេដោយផ្ដោតលើការឈូសឆាយទីតាំងការពង្រឹងគ្រឹះដីទុននិងការជីកកកាយបាតប្រជិញដំណាក់កាលទី2ចន្លោះឆ្នាំ2026ដល់ឆ្នាំ2027ផ្ដោតលើការបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់រាប់សិបកន្លែងដើម្បីរក្សាការតភ្ជាប់ផ្លូវសងខាងនៃព្រែងសន្ទះបិទបើកទឹកទ្វារទឹកនិងមជ្ឈមណ្ឌលភស្តុភារកម្មដំណាក់កាលទី3ចន្លោះឆ្នាំ2027ដល់ឆ្នាំ2028គឺជាពេលវេលាទុកសម្រាប់កិច្ចការត្រួតពិនិត្យបច្ចេកទេសការធ្វើតេស្តប្រព័ន្ធនិងការបើកដំណើរការជាផ្លូវការទូទាំងខ្សែផ្លូវទឹកនៅពេលប្រជិកនេះសាងសង់រួចការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃថោកជាងផ្លូវគោកឆ្ងាយណាស់នៅពេលទំនិញអាចដឹកត្រង់ពីច្រវាក់ផលិតកម្មទៅកាន់កំពង់ផែសមុទ្រវានឹងជួយកាត់បន្ថយពេលវេលាឥន្ធនៈនិងកម្រៃជើងសារលើពីនេះប្រជិកនេះក៏ទាក់ទាញការបង្កើតរោងចក្រឃ្លាំងស្តុកទំនិញនិងមជ្ឈមណ្ឌលចែកចាយនៅតាមបណ្ដោយខេត្តភាគខាងត្បូងព្រមទាំងជំរុញតម្លៃដីធ្លីវិស័យអចលនទ្រព្យនិងទេសចរណ៍ផ្លូវទឹកលើពីនេះក៏អាចស្រូបទាញកម្លាំងពលកម្មរាប់ម៉ឺននាក់និងបង្កើនតម្រូវការសម្ភារៈសំណង់ក្នុងស្រុកដូចជាស៊ីម៉ង់ដែកនិងសេវាដឹកជញ្ជូនជាដើមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវមានការព្រួយបារម្ភពីការទាញយកទឹកចេញពីទន្លេមេគង្គនិងទន្លេបាសាក់ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងការធ្វើកសិកម្មតាមរដូវកាលនៅតំបន់ដីសណ្ដក្រោមទោះយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថាគម្រោងនេះបានឆ្លងកាត់ការវិតម្លៃផលប៉ះពាល់បរិស្ថានឬ EIA រួចរាល់ហើយចាំបាច់ត្រូវតាមដានជាបន្តបន្ទាប់ទៀតរាជរដ្ឋាភិបាលបានប្រកាសថាការគៀកោថវិកាតាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជនដោយក្រុមហ៊ុនកម្ពុជារក្សាសិទ្ធិគ្រប់គ្រងដោយខ្លួនឯង
ប្រជាជនហ្វូណនដេជោមិនមែនគ្រាន់តែជាគម្រោងសាងសង់ផ្លូវទឹកធម្មតានោះទេប៉ុន្តែវាក៏ផ្ទុកនៅអត្ថន័យភូមិសាស្ត្រនយោបាយយ៉ាងជ្រាលជ្រៅតាមរយៈការបើកច្រកផ្លូវទឹកផ្ទាល់ខ្លួនទៅកាន់ឈូងសមុទ្រនេះកម្ពុជាសង្ឃឹមថានឹងកាត់ផ្តាច់ការពឹងផ្អែកលើប្រទេសវៀតណាមព្រមទាំងទទួលបានឯករាជ្យភាពសន្តិសុខខាងផ្លូវដឹកជញ្ជូនប្រជាជនហ្វូណនដេជោគឺជាការសាកល្បងមហិច្ឆតាដ៏ធំធេងរបស់កម្ពុជាក្នុងការស្វែងរកតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចការការពារបរិស្ថាននិងស្ថិរភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាងទន្លេមេគង្គដើម្បីបោះជំហានទៅរកការតភ្ជាប់ខ្លួនឯងទៅកាន់ពិភពលោកដោយភាពជាម្ចាស់